នេះគឺជាស្ពានចូលភូមិកោះថ្មីឃុំកោះធំកស្រុកកោះធំខេត្តកណ្ដាលហើយនៅទីនេះកាលពីអតីតកាលគឺជាស្ពានឈើដែលចាស់ទ្រុឌទ្រោមតែប៉ុណ្ណោះប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលបានសាងសង់ស្ពានដែកមួយនេះឡើងប្រហែល15ឆ្នាំមុនហើយភូមិមួយនេះគឺមានរយៈចម្ងាយប្រហែលជា60ទៅ70គីឡូម៉ែត្រពីរាជធានីភ្នំពេញតែប៉ុណ្ណោះដែលយើងធ្វើដំណើរពីតាខ្មៅមកគឺទៅតាមផ្លូវជាតិលេខ21ហើយនៅក្នុងភូមិកោះថ្មីនេះកាលពីមុនគឺមានផ្លូវតែមួយខ្សែទេគឺជាផ្លូវដីប៉ុន្តែឥឡូវនេះយើងមានផ្លូវបេតុងរហូតដល់2ខ្សែគឺផ្លូវចាស់នៅក្នុងភូមិមួយខ្សែនិងផ្លូវតាមមាត់ទន្លេមួយខ្សែទៀតហើយភូមិកោះថ្មីនេះគឺមានទឹកព័ទ្ធជុំវិញរួមជាមួយដើមឈើដ៏ត្រជាក់ជាពិសេសសម្បូរទៅដោយដើមកគីដើមឈើទាលនិងដើមព្រេងខ្យល់ហើយនៅលើកោះនេះយើងបែងចែកជាពីរគឺភូមិក្បាលកោះថ្មីនិងភូមិចុងកោះថ្មីដែលមានផ្ទៃដីសរុបប្រហែលជា 0.59 គីឡូម៉ែត្រការ៉េដែលស្មើនឹង 591,193 ម៉ែត្រការ៉េប៉ុន្តែបើយើងងាកទៅអតីតកាលវិញកោះនេះគឺមានទំហំធំណាស់ធំជាងប្រហែលជាកោះសពថ្ងៃរហូតដល់2ដងឯណោះប៉ុន្តែមូលហេតុអ្វីបានជាកោះនេះរួមតូចទៅវិញគឺដោយសារតែកាលពីអតីតកាលគឺដីតែងតែបាក់ជារៀងរាល់ឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសគឺបាក់នៅផ្នែកខាងក្រោយនិងផ្នែកនៃក្បាលកោះនៅកោះនេះគឺមានប្រជាជនរស់នៅប្រហែលជា200ទៅ300គ្រួសារតែប៉ុណ្ណោះហើយប្រជាជនភាគច្រើនគឺប្រកបមុខរបរលក់ដូរនិងធ្វើការហើយនៅលើកោះនេះក៏មានសាលារៀនបឋមសិក្សាមួយដែរគឺសាលាបឋមសិក្សាកោះថ្មីហើយទាំងនេះគឺជាភូមិសាស្ត្រមួយចំនួនដែលខ្ញុំបានចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនបើមានការខុសឆ្គងសូមមេត្តាខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា